បងនឹងផ្ដល់ខណ្ឌស្លាជូនអូនបងនិយាយប៉ុណ្ណឹងទោះជាវេទនាយ៉ាងណាក៏អូនយល់តែសមដែរវិលៀមទៅមកវិញដឹងថាគាត់មានកូនគឺប្រកាសជាសប្បាយចិត្តណាស់ហើយនេះគឺជារឿងធម្មតាទេម្យ៉ាងទៀតបើខ្ញុំឲ្យនាងជួយយាននៅតែហើយនោះសង្ឃឹមថាពួកយើងគ្រោះនៅដល់សោកសានដូច្នេះនាងកុំប្រកាន់ពេកណាចាអ្នកប្រុសវិលៀមធ្វើដំណើរតាមផ្លូវប្រកាសជានឿយហត់ណាស់ហើយស៊ីថាអូនឈឺមិនកំឲ្យពេទ្យមើលខ្ញុំមិនអីទេគ្រាន់តែប្រហែលថ្ងៃនេះសម្រាប់មិនសូវស្រួលថែមទាំងផ្ដាសាយទៀតដូច្នេះហើយបានជាអស់កម្លាំងណាស់គ្រឿងនាងយូយៀនគេប្រាប់បងអស់ហើយស៊ីទៅក្រៅសិនតើចាមកអង្គុយសិនតើណែបងយល់ថារឿងនេះបងនឹងគិតមើលសិនថាតើគួររៀបចំដោយវិធីណាហើយខាឪពុកអូនបងនឹងទៅនិយាយដោយផ្ទាល់បងមិនឲ្យអូនពិបាកទេបងគិតថាមុនពេលកូននោះចាប់កំណើតយើងរក្សាសភាពដូចជាពេលនេះសង្ឃឹមថាអូនអាចទទួលយកបានអូននឹងហើយល្អអូនសម្រាប់សិនតើថ្ងៃស្អែកចាំបងអញ្ជើញគ្រូពេទ្យមកមើលអូនណាវិលីកុំតន់ប្រាប់ឲ្យពុកអូនដឹងអីព្រោះអីប្រហែលថ្ងៃនេះម៉ែអូនហើយនឹងបងប្រុសអូនបានមកទីនេះហើយពួកគាត់បានដឹងពីរឿងនេះហើយពួកខ្ញុំក៏បាននិយាយគ្នារួចដែរបានសញ្ញឲ្យពួកខ្ញុំដឹងខ្លាចគាត់ទ្រាំមិនបានណាតើពួកយើងអាចនិយាយពេលកុំប្រាប់គាត់បានទេបានបងយកតាមទៀតហើយបងយកខ្ពស់ហើយយកតាមទៀតហើយវ៉ាសប្បាយមែនមុនណាលើមេមានផ្កាច្រើនណាស់មូលហើយភ្លឺទៀតផងនេះគេហៅថាមើលផ្កាក្រំពលឺប្រច័នគឺមានភាពសិទ្ធស្នាអីមិនក៏ហៅថាមូសៀទៀតប្រចាំទៀតបាត់ធ្លាប់នោះគឺអញបែកការណាយល់អស់ហៅខ្ញុំថាជីងអើទៅបានហើយដឹងថាអូនជាមូសៀហើយនៅតែហៅជីងអើទៀតដូចជាមិនទម្លាប់សោះនេះជាមូលហេតុដែលអូនប្រាប់បងពីឈ្មោះពេញបងឯនេះចង់ធ្វើឲ្យបែកការហើយនៅទីនេះគ្មានអ្នកផ្សេងទេបងហៅថាមូសៀបងត្រូវតែហៅមូសៀអញ្ចឹងណាមូសៀបងស្រឡាញ់អូនមូសៀបងស្រឡាញ់អូនមូសៀអេបានឲ្យឈប់ស្រែកទៅប្រយ័ត្នគេលឹងហើយបងឯនេះយ៉ាប់មែនដូចជាកូនក្មេងអញ្ចឹងស្រែកអញ្ចឹងប្រយ័ត្នបែកការណាគួរស្អប់មែនចុំនិយាយទៅអូនមើលស្អីនេះផ្កាយខាងជើងផ្កាយខាងជើងគឺជាស្អីនេះមកនោះឃើញទេឃើញទេអត់ទេអាយ៉ាគឺនៅចិត្តសាលាឆោទៀនណាក្បែរសាលាឆោទៀនហ្នឹងហើយអីមកតើណាមកតាមបងមកអីអូនឆាត់ឡើងមកសប្បាយណាស់វ៉ាវប្រចាំទេឆាប់ឡើងអាយ៉ាដើមមកអត់លឿនឡើងបើចាំបន្តិចណាសប្បាយដែរទេសប្បាយដែរទេអង្គុយទេយ៉ាមិញសប្បាយណាស់មែនទេវ៉ាតែបសចន់ណ៎ណា
អូនធ្វើអីហ្នឹង ពីមុនពេលដែលអូនរៀននៅអង់គ្លេសនោះក៏បានឃើញតែប្រយោជន៍ដែរគេថាបើបានឃើញហើយប្រាថ្នាអ្វីនោះគឺប្រកាសជាបានសម្រេច បើអញ្ចឹងអូនប្រាថ្នាអី មិនប្រាប់ទេបាននិយាយលេងស័ក្តិសិទ្ធហើយ ប៉ុន្មានទេបើអញ្ចឹងមកជឿពេលហើយ អាយ៉ានៅតន់ពេលទេចាំលើកក្រោយទៅណា បាញ់បងសួរអូនក្នុងបំណងប្រាថ្នាមានបងដែរទេ មាន ថាបងមិនទៅអញ្ចឹង លោកងងមេជាហងលើកនេះទៅសៀងហៃនោះត្រូវធ្វើកិច្ចការសំខាន់មួយជូនអូនណា អូនប្រគល់មកបងចឹងនិយាយមក អូនចេញពីផ្ទះជាងកន្លះឆ្នាំទៅហើយអត់មានដំណឹងពីអ្នកផ្ទះសោះហើយវិលៀមនោះបានទៅសៀងហៃមួយរយៈទៀតចុះហេតុអីបានជពុកអូនអត់ឲ្យអ្នកផ្ទះមករកអូនចឹងអូនយល់ថានេះចម្លែកណាស់ ហើយប្រហែលជាវៃលៀមនោះរងាប់ចិត្តហើយបានជាគេមិនចង់ជួបអូនមែនទេ មិនមែនជារកវាគាត់ទេហេតុអីបានជាកូនមិននឹកឃើញដល់ខ្ញុំចឹង ចរិតរបស់គេនោះស្អប់បងស្ទើរតែស្លាប់ទៅហើយតែពេលដែលរកស៊ីជាមួយបងដូចជារហ័សរហួនណាហើយបងគិតមិនយល់ទេ មនុស្សគាត់នេះបែងចែកការរស់ស៊ីនិងមនុស្សចេតនាគឺផ្សេងពីគ្នាគាត់នេះរស់ស៊ីរហ័សរហួនហើយបានចំណេញកាន់តែរហ័សទៀត ពិតមែនទេកាលពីមុនមកបងធ្លាប់ធ្វើបាបគេដែរតើបងដុតទំនិញរបស់គេណាដុតគ្មានសន្តិទេណា ណៃបងថាម៉េចហ្នឹងបងដុតតំណែងរបស់គេណៃប្រាប់អូនមកតើរឿងនេះវាយ៉ាងម៉េច អើយមួយរយៈមុននោះក្រែងកំពុងផាយមានភ្លើងឆេះវៃលៀមស្មានតែបងជាអ្នកធ្វើការពិតគ្មានប្រព័ន្ធជាមួយបងទេគឺមានគេចង់បដិទំនិញនោះបងក៏បានឃើញនៅណាទៅដឹងថាភ្លើងឆេះនោះ ហើយមែនទេ អាចារឿងកន្លោះហូតទៅហើយនិយាយអីទៀតអូនដឹងទេពីថ្ងៃទៀតបងទៅសៀងហៃហើយទៅរាជធានីទៀតបងខានឃើញមកអូនមួយខែបើអញ្ចឹងបងពិបាកចិត្តណាអូនក៏មិនអាចទៅកំដៅបងបានទៀតអូនដឹងដែរទេគឺមានពាក្យមិនមែនគេថារាត្រីល្អគឺមានតម្លៃណាស់ហ៎ ហើយមើលបងឯងទៅចាំជាខូចមែន តើអូនចង់ឲ្យបងនេះធ្វើកិច្ចការអីដែរ ផ្ញើសម្បត្តិមកច្បាស់ឲ្យជីងហើយប្រាប់គេពីរឿងរ៉ាវដែលកើតឡើងនៅនេះ អូននិយាយមកចុះបងក៏នឹកគេណាស់ដែរពេលនោះគេជាអ្នកស្រីវេលៀមទៅហើយគេមិនមែនជាអ្នកបម្រើទេ